សួស្តីអ្នកគ្នាវីដេអូមួយនេះខ្ញុំបង្ហាញរបៀបដែលខ្ញុំស្វែងរក content យកទៅលេងនៅក្នុង Facebook page ណាអញ្ចឹង Facebook page ដែលខ្ញុំលេងគឺខ្ញុំផ្ដោតទៅលើអាមេរិកដូច្នេះ content ដែលខ្ញុំត្រូវជ្រើសរើសក៏ប្រភេទអាមេរិកដែរអញ្ចឹង platform ដែលខ្ញុំតែងតែយកមកប្រើប្រាស់ហ្នឹងគឺជាទូទៅគឺ IG TikTok ហើយនិង YouTube ប៉ុន្តែភាគច្រើនគឺ IG ច្រើនជាងគេហើយសម្រាប់របៀបនៃការស្វែងរក content ហ្នឹងទីមួយគឺខ្ញុំ scroll នៅក្នុង feed area ឬក៏ explore របស់ IG ហ្នឹងឬក៏ខ្ញុំ search តាម keyword ដែលខ្ញុំចង់បានអញ្ចឹងខ្ញុំឃើញ content ណាដែលតំណងអញ្ចឹងទៅខ្ញុំចូលទៅមើល profile ពេញរបស់គេថា profile ពេញរបស់គេហ្នឹងមាន content ប្រហែលវីដេអូហើយបន្តទៅទៀតខ្ញុំមើលថាតើមាន platform ផ្សេងអត់មាននៅក្នុង YouTube ឬក៏ TikTok ឬក៏ Facebook អីអត់ចឹងណាអញ្ចឹងជាទូទៅ content មាននៅក្នុង IG វាអាចមាននៅក្នុង YouTube ឬក៏ TikTok ប៉ុន្តែ Facebook អត់សូវមានទេដោយសារតែពួកអាមេរិកឬក៏អឺរ៉ុបហ្នឹងវាអត់សូវលេង Facebook ទេវាលេងតែ IG ហើយនិង TikTok ឬក៏ YouTube Short ចឹងណាអញ្ចឹងយើងអាចមើលព័ត៌មាន detail ទៅថាម្នាក់ហ្នឹងមាននៅក្នុង platform ណាខ្លះអញ្ចឹងយើងមើលថាតំណងគឺយើងអាចយកមកលេងបានហើយសម្រាប់ប្រភេទ content ដែលខ្ញុំបញ្ជាក់អញ្ចឹងគឺខ្ញុំលេងតែពួកអឺរ៉ុបទេឬក៏អាមេរិកចឹងណាអញ្ចឹងខ្ញុំមើលតួអង្គហ្នឹងថាគាត់ជាអាមេរិកឬក៏អឺរ៉ុបឬក៏នៅប្រទេសណាហើយជាទូទៅ content ដែលខ្ញុំយកមកលេងជាលក្ខណៈបុគ្គលមានន័យថាម្នាក់អញ្ចឹងណាជួនកាលអាចមានជាលក្ខណៈ family ដែរប៉ុន្តែកម្រភាគច្រើនគឺខ្ញុំលេងតែបុគ្គលម្នាក់ទេហើយជាទូទៅ content តែតែមានតួអង្គម្នាក់ជាម្ចាស់ content អញ្ចឹងណាអត់លេងជាលក្ខណៈ DIY ឃើញតែដៃអីគឺភាគច្រើនខ្ញុំអត់សូវលេងទេខ្ញុំលេងតែ content ដែលមានរូបមនុស្សហើយចំពោះការបង្កើត page ខ្ញុំបានចេញមេរៀនមុននេះនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែបន្ថែមតិចទៅអញ្ចឹងសម្រាប់ការបង្កើត page ហ្នឹងគឺដូចតែមុនទេគឺខ្ញុំរើស content បានហើយខ្ញុំទៅបង្កើត page យកមកដាក់លេងហើយឈ្មោះ page គឺយើងសេរីស្រង់តាមហ្នឹងទៅជាទូទៅកុំដាក់ដូចពេកបើដាក់ដូចពេកគឺ Facebook វាចាប់ហើយពេលខ្លះក៏យើងដាក់មិនដូចហ្នឹងក៏យូរទៅក៏វាចាប់ដូចគ្នាដែរគ្រាន់តែមុននឹងក្រោយអញ្ចឹងណាហើយចំពោះ profile យើងអាចយករូបណាមួយចេញពី content ហ្នឹងក៏បានប៉ុន្តែកុំយករូបចេញពី profile ផ្ទាល់ព្រោះវាអាចងាយស្រួលដែលAI របស់ Facebook វា scan ដឹងអញ្ចឹងណាអញ្ចឹងយើងយកផ្សេងទៅប៉ុន្តែសម្រាប់ខ្ញុំវាមុននឹងក្រោយទេដែល Facebook វាចាប់ថាយើងយក content របស់គេប៉ុន្តែបើយើងដាក់ដូចពេកវាចាប់លឿនអញ្ចឹងយើងសេរីកុំឲ្យដូចពេកទៅអញ្ចឹងវាអាចបានយូរអង្វែងអញ្ចឹងណាអូខេអញ្ចឹងវីដេអូដែលខ្ញុំបង្ហាញនេះគឺជាវិធីសាស្ត្រដែលខ្ញុំស្វែងរក content ក៏ដូចជាការបង្កើត page យក content នឹងយកមកផុសអញ្ចឹងណាសម្រាប់វីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីរបៀបនៃការផុសរបស់ខ្ញុំអរគុណបាយបាយ